ក្រុមហ៊ុនបោកប្រាស់លេងណាវត្រាល្មើសច្បាប់កុងត្រាទោសនេះគឺកើតឡើងយូរហើយតែរាជការចោលមកសៀតទុកឲ្យចោលបោកភូតដើររាតត្បាតធ្វើឲ្យប្រជាជនខ្មែរលំបាកកំហុសល្មើសរបស់ក្រុមហ៊ុនលេងណាវត្រាគឺល្មើសកុងត្រាល្មើសសូម្បីតែទៅកែកុងត្រាជាមួយប្រជាជនក៏រាជការត្រូវតែផាកពិន័យពីព្រោះក្រុមហ៊ុនសំណង់លេងណាវត្រាវាបោកភូតល្មើសកុងត្រាក៏ប៉ុន្តែរាជការចោលមកសៀតអត់អនុវត្តច្បាប់សូមបញ្ជាក់ថាបើខ្ញុំសញ្ញេកុងត្រាទិញផ្ទះ3ឆ្នាំជាមួយលេងណាវត្រាចូលដល់ឆ្នាំទី3ចប់ហើយមិនបានផ្ទះហើយលេងណាវត្រាសុំពន្យាពេល3ខែ3ខែស៊ីសងទៅលើកុងត្រាតើកុងត្រានោះពេលចុះហត្ថលេខាច្បាប់អនុញ្ញាតឲ្យពន្យាពេលដល់ប្រហែលខែបើច្បាប់និយាយថាការពន្យាពេលអាចសុំធ្វើបានម្ដងតែមិនឲ្យលើស6ខែកុងត្រានឹងអាចពន្យាពេលបានតាមច្បាប់របស់កុងត្រាតែរាជការនឹងវាចោលមកសៀតវាអត់អនុវត្តច្បាប់រាជការគឺជាស័ក្តិសិទ្ធិរបស់ប្រជាពលរដ្ឋធ្វើឲ្យកុងត្រាអនុវត្តតាមច្បាប់ជាធរមានដែលភាសាខ្មែរគេហៅថាច្បាប់កិច្ចព្រមព្រៀងច្បាប់កុងត្រាវាត្រូវតែមានបើរាជការនឹងវាមិនចោលមកសៀតតែបើរាជការនឹងវាចោលមកសៀតវាបដ ாய் ឲ្យកើតរឿងហ្នឹងការលក់ទិញរបស់មានតម្លៃត្រូវមានកុងត្រាគេហៅថាកិច្ចសន្យារវាងអ្នកទិញនិងអ្នកលក់និងអ្នកទិញកិច្ចសន្យារាជការជាអ្នកអនុវត្តក្របខ័ណ្ឌកិច្ចសន្យាកិច្ចសន្យាមិនមែនសរសេរដោយមេធាវីហើយត្រឹមត្រូវទេមេធាវីភាគីទាំងពីរដែលធ្វើកិច្ចសន្យាត្រូវអនុវត្តតាមច្បាប់កិច្ចសន្យាបើមេធាវីណាធ្វើកិច្ចសន្យាដែលមិនអនុវត្តតាមច្បាប់កិច្ចសន្យារាជការអាចផាកពិន័យមេធាវីពីព្រោះមេធាវីបង្កើតកិច្ចសន្យាប្រឆាចពីច្បាប់កិច្ចសន្យាជួលផ្ទះដូចគ្នាក្រដាស់មួយសន្លឹកដែលចុះកិច្ចសន្យាជួលផ្ទះគឺជាក្រដាស់ដែលរាជការអនុញ្ញាតឲ្យរោងពុម្ពបោះមកមានប្រឡោះវាដាក់ឈ្មោះអ្នកជួលដាក់ឈ្មោះម្ចាស់ផ្ទះដាក់ថ្លៃកក់ដាក់អីប៉ុន្តែទម្រង់ដែលយកមកបំពេញហ្នឹងគឺបោះពុម្ពក្រោមច្បាប់រាជការអត់មានធ្វើคล้ายក្រៅទេបើធ្វើគេចាត់ទុកថាល្មើសនឹងច្បាប់កុងត្រាលេងណាវត្រាបើវាមានកុងត្រាថា2ឆ្នាំឲ្យផ្ទះនៅលើកុងត្រាច្បាប់ចែងច្បាស់នៅលើกระดาษហ្នឹងថាអាចពន្យាពេលបានប៉ុន្មានដង1ដងមិនឲ្យលើស6ខែទេណាមិនឲ្យលើស6ខែទេណាមិនឲ្យលើស6ខែទេបើសិនណាសាមីភាគីមិនយល់ព្រមក្រោយពីបានពន្យាពេលម្ដងហើយលេងណាវត្រាត្រូវសងលុយកក់គេទាំងអស់ហើយបើកុងត្រាហ្នឹងស៊ីការប្រាក់គឺត្រូវសងលុយដែលគេបង់រំលោះទាំងអស់បូកនឹងការប្រាក់ហើយការសងនឹងទៀតកុងត្រាបញ្ជាក់ថាក្រុមហ៊ុនសំណង់ត្រូវសងអ្នកទិញវិញមិនឲ្យលើស30ថ្ងៃគឺត្រូវតែសងគ្មានការសម្រុះសម្រួលអ្វីក្រៅពីកុងត្រាទេហើយរដ្ឋតែងណែនាំឲ្យអ្នកទិញដឹងអំពីសិទ្ធិរបស់ខ្លួននេះបើរាជការវាមិនគម្រក់ទេវាត្រូវនិយាយអញ្ចឹងអានឹងហើយគេហៅថារាជការបម្រើរាជតែបើរាជការបដ ாய் ឲ្យលេងណាវត្រាធ្វើអញ្ចឹងអានឹងគម្រក់ឲ្យរាជការវាគម្រក់ដល់បានទេវាឲ្យមនុស្សប្រព្រឹត្តល្មើសលើរាជលើប្រជាពលរដ្ឋល្មើសណាបងប្អូនអានឹងត្រូវផាកពិន័យហើយបន្តមកទៀតបើក្រុមហ៊ុនលេងណាវត្រាហ្នឹង
វាលក់ផ្ទះក្នុងមួយខែឧទាហរណ៍វាលក់ផ្ទះក្នុងមួយខែ100ខ្នងបើវាចុះកុងត្រា100កុងត្រាក្នុងមួយខែហើយមួយឆ្នាំវាចុះ10000កុងត្រាហើយកុងត្រានោះវាលើសពី25%ត្រូវបានពន្យាពេលរដ្ឋត្រូវប្រាប់អាក្រុមហ៊ុនហ្នឹងថាបើសិនណាជានៅបន្តទៅទៀតរដ្ឋមានសិទ្ធិដាក់ច្បាប់បង្គាប់ឲ្យក្រុមហ៊ុនហ្នឹងឈប់លក់ត្រូវសង់ផ្ទះឲ្យគេឲ្យតាន់ពីព្រោះវាជាតម្រុយនៃការឆបោកនេះហើយដែលហៅថារាជការបម្រើប្រជារាស្ត្រតែបើរាជការវាចោលមកសៀតវាឲ្យធ្វើកោអញ្ចឹងអានឹងហើយគេហៅថារាជការវាបដ ாய் ឲ្យពុកអលួយអាណាធិបតេយ្យស្ដាប់អត់ទេដូចជានេះទាហានម្នាក់ដែលអាលេងណាវត្រាផ្សាយថាដោះស្រាយរួចហើយអត់ទាន់ដោះស្រាយទេគឺបោកភូតយក Facebook ធ្វើជាការឃោសនាប្រឆោតថាដោះស្រាយហើយអត់ទេនៅក្នុងការអនុវត្តច្បាប់ទោះបីដោះស្រាយឲ្យយុទ្ធជននឹងម្នាក់ក៏នៅតែរាជការត្រូវផាកពិន័យអាក្រុមហ៊ុនលេងណាវត្រានោះចុះមិនបានរាជការអត់ផាកពិន័យអំពើពុករលួយស្ដាប់អស់ណារាជការអនុវត្តច្បាប់បើរាជការមិនអនុវត្តច្បាប់គឺរាជការកំពុងតែបណ្ដោះបណ្ដាលអំពើពុករលួយនឹងគឺច្បាប់អញ្ចឹង